តើគំនិតច្នៃប្រឌិតរបស់អ្នកកំពុងត្រូវបានបំផ្លាញដោយអ្នកណាចុះបើខ្ញុំប្រាប់អ្នកថាបញ្ហាប្រឈមធំបំផុតនៃគំនិតច្នៃប្រឌិតរបស់អ្នកមិនមែនមកពីការខ្វះគំនិតនោះទេប៉ុន្តែវាគឺមកពីរបៀបគិតរបស់អ្នកមនុស្សភាគច្រើនកំពុងបំផ្លាញគំនិតច្នៃប្រឌិតរបស់ខ្លួនឯងដោយមិនដឹងខ្លួនពួកគេចូលចិត្តនិយាយពាក្យទាំងនេះ1ខ្ញុំមិនមែនជាមនុស្សមានគំនិតច្នៃប្រឌិតទេ2វាមិនអាចទៅរួចទេ3មិនដែលឃើញមានអ្នកណាធ្វើវាពីមុនមកផងហើយគ្រាន់តែនិយាយបែបនេះភ្លាមគំនិតល្អៗត្រូវបានបំផ្លាញបាត់ទៅហើយទាំងមិនទាន់បានចាប់ផ្ដើមផងគំនិតច្នៃប្រឌិតមិនមែនស្រាប់តែបាត់បង់ទៅណាទេគឺអ្នកខ្លួនឯងទេដែលជាអ្នកបាត់វាមិនឲ្យចាញ់មកតាមរយៈពាក្យសម្ដីរបស់អ្នកបើអ្នកចង់បានការគិតបែបច្នៃប្រឌិតរឿងដំបូងដែលអ្នកត្រូវធ្វើគឺកម្ចាត់គិតកលបំផ្លាញគំនិតច្នៃប្រឌិតទាំងនេះចេញពីខួរក្បាលរបស់អ្នកជាមុនសិន Common Unlock ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ក្នុងការបញ្ឈប់ការរារាំងគំនិតខ្លួនឯងហើយ